មើលថាតើការប្រកួតគូនេះបានប្រមាណទឹកដែរបងប្អូនបាទគូមួយដូចជាមិនស្រួលទេមើលទៅកីឡាករទាំងពីរនេះហើយចាំមើលទាំងអស់គ្នាតែម្ដងបងប្អូនការស្ដាប់មួយរបស់កីឡាករបង្គោលខៀវគឺផៃតនសូកំស៊ីងឆ្វេងបន្តិចរបស់កីឡាករផៃតនសងតាមចូលរបស់កីឡាករសុផាតសុផាតនេះរៀងលយណាស់អញ្ញាគណៈការសេចក្តីគឺលោកធីនរិទ្ធការឆ្វេងមកស្ដាប់មួយរបស់កីឡាករផៃតនអញ្ញាគណៈថាវ៉ៃអត់តហ៊ានលុកដូចគ្នាបាទសុផាតក៏អត់តហ៊ានលុកផៃតនក៏អត់តហ៊ានលុកដែរបាទធាក់ស្ដាំមួយមកផៃតនគាត់ស្ដាំសរបស់សុផាតចលោរៀងខ្លួនបាទស្ដាំមកដែរផតរបស់កីឡាករផលសុផាតបាទផលសុផាតគឺជាកីឡាករមកពីបាទក្លឹបកងរាជអាវុធហត្ថវិទ្យាល័យភ្នំពេញបាទវាយ112ដងបាទឈ្នះ86បាទលយមែនតើបាទចាញ់ក៏ច្រើនដែរបាទសុផាតអ្នកស្ដាំមួយចាប់ជើងចប់ចត់ឆ្វេងរបស់កីឡាករសុផាតបាញ់ជើងស្ដាំលុយសូតែផ្លាប់បាទថាមកជើងទៅបងប្អូនទស្សនិកជនគ្រប់គ្រងច្រើនមែនតើអ្នកជើងគីឡូមួយអត់តន់ហ៊ានចាញ់ដូចគ្នាទេក្បាច់គុណលាក់សិនបាទយើងក្រោមតិចបាទសង្ស័យទឹកនេះបានត្រឹមតែប៉ុណ្្នឹងទេបាទតែស្ដាំដូចគ្នាបាទដោមកដៃ3បាទតាមដៃធ្ងន់ជាងដឹងហើយវិញស្ដាំរបស់កីឡាករផៃតនសខាំស៊ីងគីឡូមួយតតជើងស្ដាំរបស់ផៃតនតតជើងឆ្វេងសរបស់សុផាតការប្រកួតទូនេះទាំងឆ្ងាយដល់យើងបានឆ្នះបាល់គ្រីស្ទីមួយគ្រឿងចូលតតជើងក្រៅមួយរបស់សុផាតដកថយហើយតតជើងឆ្វេងមួយកន្លងក្រោយទី2តាមទឹកទី1មកជិតចប់ទៅហើយតតជើងក្រៅ3អត់ហ៊ានទៀតបាទអត់ហ៊ានទៀតបាទស្ទីฟអត់បានដឹងចំណុចចិត្តពីគូប្រកួតជើងស្ដាំតតជើងឆ្វេងចាប់ជាប់អត់ទេបលិញទៅវិញរបស់សុផាតបាទមកចត់ណាបាទការប្រកួតនេះចប់ទឹកទី1បាទប្រិមត្តទស្សនិកមេត្រីទស្សនាការប្រកួតបាញ់បាទទស្សនិកជនរបស់យើងច្រើនតបអបអរសាទរការប្រកួតបាញ់បាទវាទៅវាមកល្អមែនទែនរបស់មួយជើងរបស់កីឡាករទី2ដល់ទី2ក្នុងការប្រកួតចាប់តាមជាបន្តទៀតហើយបងប្អូនទស្សនាទាំងអស់គ្នាដល់ទី2បង្គោលក្រហមផលសុផាតបង្គោលខៀវកីឡាករផៃតនសខំស៊ីងសងស្ដាំឆ្វេងរបស់សុផាតដើរចូលសម្រាប់កីឡាករផៃតនយកស្ដាំមួយរបស់ផៃតនថតជើងក្រោមឆ្វេងថតសុផាត2ជើងបាញ់ល្អមែនតើតាមឆ្វេងចាប់តាមបោះជំនាញរៀងខ្លួនហើយបាទតាមម្ដាយតតជើងឆ្វេងផុតរវាងមជ្ឈុំរបស់កីឡាករសុផាតជើងស្ដាំសងរបស់ផៃតនវាដងខ្លួនអត់ត្រូវទេសម្រាប់សុផាតបាញ់មិញវិញសុផាតជើងគេត្រៀមឲ្យបោះបាទជើងឆ្វេងជើងស្ដាំរបស់គេគឺបាទគេហៅថាកម្លាំងជើងសេះយ៉ាវគុណណាស់គុណមែនទេអូហូជំនុំដូចគ្នាបាទហើយតនបាញ់មិញតែនេះជាចំប្រដាប់ការពារដែរតាមមិនអីទេស្វាគមន៍មួយទៀតបាទបន្តការប្រកួតកីឡាករទាំងពីរមានបានណាបាទចាប់ជើងជាប់តជើងឆ្វេងកីឡាករគូនេះគឺថាវាមកបត់ចត់មែនទេបត់ជើងក្រោមគាត់ជើងឆ្វេងសផុតរបស់សុផាត
ដើរចូលមកចលរបស់សុផាតផៃតនព្យាយាមដើរចូលមកចូលកាន់តាគៀជង្គង់ស្ដាំមួយវាឆ្វេងផុតរបស់សុផាតជើងស្ដាំបាត់ឆ្វេងតតជើងស្ដាំតតជើងឆ្វេងមួយបាទពិតជាត្រជាក់រៀងខ្លួនកន្លងដល់2អត់ចិត្តធ្ងន់បានថាបើមិនគួរប្រកួតវាយទេមិនវាយវិញសងទេចាំមើលគូប្រកួតមានអីខ្លះបញ្ចេញគាត់ថាដល់ទឹកទី2ដែរទេបាទអត់ជើងក្រោមថាជាយឹមទុកបាទគាត់ថាដឹងឲ្យច្បាស់សិនចាំពេលគូប្រកួតជើងស្ដាំទុកជាប់បាត់ភូមិជាប់ខាងដើមទ្រូងមួយរបស់កីឡាករផៃតនដៃឆ្វេងលើទៅចូលចំកណ្ដាលមុខតែម្ដងហើយបន្តទស្សនាទីបន្តទៀតជើងរបស់ភិរមជើងឆ្វេង